ទស្សនៈ12ឃ្លារបស់អារីស្តូតផ្ដល់តម្លៃពិចារណាវែងឆ្ងាយសម្រាប់ជីវិតប្រចាំថ្ងៃអារីស្តូតប្រិយមិត្តបានជ្រាបខ្លះមកហើយលោកគឺជាទស្សនវិទូក្រិកបុរាណនិងជាកូនសិស្សដែលបានសិក្សារៀនសូត្រពីគ្រូរបស់លោកឈ្មោះផ្លាតុងដែលជាទស្សនវិទូដ៏ល្បីលោកតែងតែមានចំណង់ចំណូលចិត្តសរសេរនិងស្រាវជ្រាវនិងសរសេរបន្សល់ទុកនូវស្នាដៃសៀវភៅជាច្រើនព្រមទាំងមានទេពកោសល្យជាច្រើនរួមទាំងតក្កវិជ្ជានិងវិទ្យាសាស្ត្រនយោបាយផងដែរជាមួយគ្នានេះទស្សនៈរបស់លោកខាងក្រោមគឺត្រូវបានគេផ្សព្វផ្សាយអប់រំតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្នទំនើបដែលប្រិយមិត្តអាចយកមកពិចារណាបានដូចគ្នាទី1អ្នកគឺជាអ្វីដែលអ្នកធ្វើប្រចាំថ្ងៃភាពល្អឥតខ្ចោះមិនមែនជាសកម្មភាពទេតែវាជាទម្លាប់ទី2នៅពេលអ្នកកាន់តែចេះនោះអ្នកនឹងកាន់តែដឹងថាអ្នកមិនចេះទី3ការអប់រំតែខួរក្បាលដោយមិនអប់រំបេះដូងគឺមិនមែនជាការអប់រំឡើយទី4ការស្គាល់ខ្លួនឯងគឺជាពន្លកនៃគតិបណ្ឌិតទី5តាមធម្មជាតិមនុស្សគ្រប់រូបសុទ្ធតែចង់បានចំណេះដឹងទី6មនុស្សមានលក្ខណៈល្អប្រពៃជាងសត្វណានាទាំងអស់ប៉ុន្តែបើមិនមានច្បាប់និងយុត្តិធម៌ទេនោះមនុស្សគឺមានភាពអាក្រក់ខូខើជាងសត្វណានាទាំងអស់ទី7ឫសគល់នៃការអប់រំគឺល្វីងជូរចត់ប៉ុន្តែផ្លែរបស់វាគឺផ្អែមត្រជាក់ទី8អំណាចនៃខួរក្បាលគឺជាភាពចាំបាច់សម្រាប់ជីវិតទី9មនុស្សម្នាក់អាចខឹងក្រោធបានវាជារឿងងាយស្រួលនោះទេប៉ុន្តែការខឹងជាមួយមនុស្សត្រឹមត្រូវនៅពេលត្រឹមត្រូវក្នុងគោលបំណងត្រឹមត្រូវនិងក្នុងវិធីត្រឹមត្រូវមិនងាយស្រួលនោះឡើយទី10អ្នកដែលដឹងធ្វើចំណែកអ្នកដែលយល់គឺបង្រៀនទី11ភាពរីករាយគឺស្ថិតនៅលើអ្នកទី12សេចក្តីស្រឡាញ់កើតចេញពីដួងព្រលឹងតែមួយដែលសន្ធិដ្ឋក្នុងរូបកាយពីរ